ទឹកស្ដាយខៀវនេះគឺជាប្រភេទភេសជ្ជៈដែលសម្បូរទៅដោយវីតាមីនហើយញ៉ាំទៅគឺជំនួយកម្លាំងដែរនៅពេលដែលមកពីធ្វើការហត់តែបងប្អូនបើកទូមកញ៉ាំទឹកស្ដាយត្រជាក់នេះមួយដបឬក៏មួយកែវទៅនិយាយពីថាកម្លាំងព្រឹសនឹងមកពីណាទេបងប្អូនអញ្ចឹងជ្រុលធ្វើឲ្យយើងធ្វើទុកឲ្យច្រើនទៅដាក់ក្នុងទូសម្រាប់ញ៉ាំ2ទៅ3ថ្ងៃអីណាចំពោះស្ដាយ1គីឡូនឹងខ្ញុំប្រើស្លឹកតើយចំនួន15ស្លឹកទៅដោះគោខាប់1កំប៉ុងទៅដោះគោស្រស់ឬក៏ទៅដោះគោឆៅនឹង1លីត្រស្ករចំនួនកន្លះគីឡូហើយនឹងខ្ទិះដូង1លីត្រកន្លះហើយយើងបន្ថែមជាមួយនឹងទឹកស្អាតចំនួន8លីត្រទៀតកូរវាចូលគ្នារូបមន្តនេះគឺអត់ផ្អែមខ្លាំងពេកទេបើសិនជាបងប្អូនចូលចិត្តផ្អែមលើសនឹងអីនៅពេលដែលធ្វើភ្លក់បងប្អូនអាចបន្ថែមបរិមាណស្ករលើសនឹងទៀតបានចា៎ស្ដាយខៀវយើងត្រាំទឹកវា2ទៅ3ម៉ោងលាងសម្អាតយកសបកវាចេញឲ្យអស់ស្អាតអញ្ចឹងហើយយើងដាក់ទឹកដាំដូចបាយអញ្ចឹងបងប្អូនហើយនៅពេលដែលវារៀងចេញគោកបែបហ្នឹងយើងបើកមើលទៅបងប្អូនអាសាកោវាឲ្យញឹកបន្តិចណាឲ្យកោរហូតតទៅស្ដែកហ្នឹងមើលទៅម៉ត់ហើយមើលទៅល្មួតបានយកមកកោធ្វើទឹកស្ដែកញ៉ាំទៅឆ្ងាញ់បងប្អូនយើងកោបែបហ្នឹងណាមើលតាមសាច់ស្ដែកហ្នឹងនៅពេលដែលល្មួតយើងទុកវាឲ្យត្រជាក់ទៅរងចាំយកមកក្លុកថ្ងៃនេះរៀងដាច់ភ្លើងញឹកក៏បងប្អូនអើយអញ្ចឹងទៅអត់ទុកឲ្យត្រជាក់ទេនៅអ៊ុនមុំបែបហ្នឹងខ្ញុំយកមកក្លុកឲ្យហើយខ្លាចដាច់ភ្លើងទៀតអត់មានអីក្លុកទេដោយសារតែទឹកស្ដែកនេះត្រូវការស្ដែកក្លុកវាឲ្យម៉ត់បានធ្វើកើតអញ្ចឹងយើងដាក់ម្ដងកន្លះអញ្ចឹងទៅហើយថែមទឹកក្នុងរូបមន្តយើងទឹក8លីត្រនេះយើងយកទឹកហ្នឹងមកលាយដើម្បីក្លុកពួកអីម៉ាស៊ីននេះក្លុកតទេអត់ប្រើទឹកជំនួយទេវាអត់ទៅទេហើយក៏អត់ម៉ត់ល្អដែរអញ្ចឹងយើងចាក់ទឹកថែមអញ្ចឹងមកហើយរកអីក្របឲ្យចិត្តទៅក្លុកវាបានម៉ត់ធ្វើអញ្ចឹងរហូតតទៅអស់ស្ដាយរបស់យើងហ្នឹងម៉ាស៊ីនក្លុកនេះប្រើបានយូរមែនតើបងប្អូនអើយតាំងពីនាងខ្ញុំនៅក្មេងៗប្រើរហូតដល់ឥឡូវនេះគឺថាអត់ងាយខូចហ្មងនិយាយទៅឲ្យតែយើងទិញត្រូវបងប្អូនរបស់ប្រើគឺបានយូរណាស់អត់ងាយទៅណាទេធ្វើភេសជ្ជៈម្ដងបានមួយនេះឯងក្លុកមិនថាភេសជ្ជៈឬក៏ក្លុកផ្លែឈើអីញ៉ាំទេបងប្អូនឲ្យតែមានម៉ាស៊ីនមួយហ្នឹងនៅផ្ទះគឺងាយស្រួលតែម្ដងនេះខ្ញុំក្លុកវា4ទៅ5កែវនេះដោយសារតែអត់ដាក់ទាំងអស់បានដាក់តែម្ដងកន្លះហើយនៅថែមទឹកថែមអីទៀតវាចិត្តពេញកែវក្លុកនឹងដែរអញ្ចឹងទ្រាំទៅហើយវាខ្ទង់4ទៅ5ដងដែរបងប្អូនអាចក្លុកបែបហ្នឹងឲ្យវាម៉ត់ល្អអញ្ចឹងណាធ្វើខ្លួនឯងអញ្ចឹងរៀងចំណាយពេលចំណាយកម្លាំងរៀងហត់បន្តិចប៉ុន្តែធ្វើម្ដងញ៉ាំបានមួយផ្ទះហើយញ៉ាំបាន2ទៅ3ថ្ងៃអីហើយអ្វីដែលសំខាន់គឺយើងអាចលៃរសជាតិតាមការចូលចិត្តរបស់យើងបានពួកអីមានបងប្អូនខ្លះគាត់តอมផ្អែមបងប្អូនខ្លះគាត់ចូលចិត្តផ្អែមអញ្ចឹងគាត់អាចលៃតាមការចូលចិត្តបានងាយស្រួលអញ្ចឹងណាស្លឹកតើយគឺយើងហាន់ឲ្យក្លុកនៅម៉ាស៊ីនក្លុកហ្នឹងខ្ញុំបានថតអស់ហ្នឹងបងប្អូនយើងលាយទឹកក្នុងរូបមន្ត8លីត្រហ្នឹងយើងដកមកក្លុកស្លឹកតើយខ្លះក្លុកហើយយើងច្រោះវាយកទៅទឹកណាបងប្អូនកុំឲ្យដោយកាកតើយហ្នឹងមកបើសិនជាបងប្អូនអត់មានស្លឹកតើយក្លុកស្រស់ដូចនាងខ្ញុំទេបងប្អូនអាចប្រើទឹកជំនួយពណ៌ជំនួយក្លិនបានចាបន្ទាប់មកយើងលាយវាចូលគ្នាទៅបងប្អូនស្ដែកដែលយើងបានក្លុកមិញហ្នឹងលាយជាមួយនឹងទឹកតើយលាយជាមួយនឹងទឹកដោះគោស្រស់ខ្ទិះដូងហើយនឹងទឹកដោះគោខាប់ទឹកដោះគោខាប់នេះយើងដាក់ចំនួន1កំប៉ុងបងប្អូននៃស្ករអាចប្រើជាស្ករអំពៅឬក៏ស្ករសបានដូចគ្នាបងប្អូនយើងចាក់វាចូលគ្នាហើយយើងបន្ថែមជាមួយនឹងទឹកក្នុងរូបមន្ត8លីត្រដែលយើងសល់ពីការក្លុកតយហើយនឹងស្ដែកហ្នឹងទៅសល់យើងចាក់ចូលទាំងអស់មកបងប្អូនហើយយើងកូរច្បល់វាឲ្យបានសព្វចូលគ្នាអញ្ចឹងមកដាក់ទឹកតយចូលបងប្អូនពណ៌វាឡើងខៀវស្អាតហើយក្លិនវិញឈ្ងុយមកទៅគួរចង់ទទួលទានតំណងមែនតែនយើងកូរវាអញ្ចឹងឲ្យសព្វបងប្អូនកូរឲ្យតតាលាយស្ករដែលយើងចាក់ចូលមិញហើយគ្រឿងដែលយើងចាក់ចូលមានទឹកដោះគោមានអីហ្នឹងណាកូរវាបានសព្វល្អមកប៉ុណ្ណឹងអត់ទាន់រួចរាល់ទេបងប្អូនយើងរងចាំដាក់វាដាំនៅលើភ្លើងទៀតនៅពេលដែលយើងកូរសព្វរសជាតិគ្នាហើយយើងដាក់ដាំលើភ្លើងបងប្អូនកំឡុងពេលនៃការដាំទឹកស្ដែកនេះដែរត្រូវកូរវាញឹកបែបហ្នឹងកាលណាតាយើងអត់កូរវាខ្លោចបាតធ្វើឲ្យទឹកស្ដែករបស់យើងនឹងធំក្លិនឆ្ងៀមញ៉ាំអត់ឆ្ងាញ់ទេនៅពេលដែលទឹកស្ដែករបស់យើងពុះយើងអត់ទាន់ដាក់ចុះភ្លាមទេទុកឲ្យវាពុះបន្តិចសិនណាបងប្អូនហើយយើងបន្ថែមជាមួយនឹងអំបិលចំនួន1ចុងស្លាបព្រាទៀតដើម្បីឲ្យទឹកស្ដែករបស់យើងមានរសជាតិឆ្ងាញ់កាលណាតែយើងអត់ដាក់អំបិលទេរសជាតិវារៀងស្លែមឆ្លៀតធ្វើទឹកស្ដែកនេះផងការងារផ្ទះតិចតបបាយទឹកផងបងប្អូនទ្រាំតែឆ្អិនទឹកស្ដែកនេះគឺយប់ហ្មងអញ្ចឹងទៅទុកឲ្យរៀងចុះត្រជាក់តិចដាក់ទូទាំងឆ្នាំងហ្មងព្រលឹមឡើងបានយកចេញមកច្រកដាក់ដបវិញ
ដាក់ដបតូចល្មមអញ្ចឹងដាក់ក្លាសេក្នុងទូបងប្អូនយើងងាយស្រួលក្នុងការយកចេញមកញ៉ាំក្នុងម្នាក់មួយដបទៅពីរដបគឺល្មមបើសិនជាយើងដាក់ដបធំធំពេកចាក់ចុះចាក់ឡើងអាចធ្វើឲ្យភេសជ្ជៈរបស់យើងនឹងងាយនឹងផ្អូមព្រោះថាសម្រាប់នាងខ្ញុំធ្វើម្ដងគឺអត់តិចទេធ្វើច្រើនទុកសម្រាប់ញ៉ាំ2ទៅ3ថ្ងៃអីព្រោះទ្រាំតែបានធ្វើអញ្ចឹងណាទឹកសណ្តែករបស់យើងគឺរួចរាល់បងប្អូនក្លិនវិញឈ្ងុយរសជាតិឡើងខ្ទិះហ្មងហើយវីតាមីនច្រើនញ៉ាំទៅជំនួយកម្លាំងបានច្រើនដែរអញ្ចឹងបងប្អូនអាចធ្វើដាក់ទូសម្រាប់ញ៉ាំក្នុងក្រុមគ្រួសារបានគឺវិធីសាស្ត្រក្នុងការធ្វើអត់ពិបាកទេបងប្អូនអាចសាកល្បងធ្វើបានហើយវីដេអូនាងខ្ញុំក៏ដល់ទីបញ្ចប់ហើយដែរអរគុណបងប្អូនកុំភ្លេចជួយ Subscribe Channel និង Follow Page នាងខ្ញុំដើម្បីទទួលបានវីដេអូថ្មីបន្ត